សេចក្តីជូនដំណឹងរបស់មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាលស្តីពីការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងក្រុមហ៊ុនសហគ្រាសខេត្តកណ្ដាលនិងខេត្តអានយ៉ាងយោងលិខិតលេខ 1095/26 សជនរបស់រដ្ឋបាលខេត្តកណ្ដាលមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាលមានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់លោកអង្ញាលោកជំទាវលោកស្រីជាពាណិជ្ជករឧស្សាហករអាជីវករក្រុមហ៊ុនសហគ្រាសកម្ពុជាទាំងអស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលឲ្យបានជ្រាបថាមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាលបានសហការជាមួយមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មខេត្តអានយ៉ាងនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដើម្បីបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មជួយគាំទ្រដល់ក្រុមហ៊ុនសហគ្រាសនៃខេត្តទាំងពីរក្នុងការស្វែងរកឱកាសពង្រីកទីផ្សារអាជីវកម្មលើកកម្ពស់សកម្មភាពនាំចេញចូលផលិតផលនិងបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវករក្នុងការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងខេត្តទាំងពីរអាស្រ័យដោយបានជម្រាបជូនខាងលើសូមអាជីវករនិងក្រុមហ៊ុនសហគ្រាសដែលមានតម្រូវការស្វែងរកដៃគូសហប្រតិបត្តិការលក់ផលិតផលជាមួយអាជីវករខេត្តអានយ៉ាងដើម្បីពង្រីកទីផ្សារនៅប្រទេសវៀតណាមឬទទួលចែកចាយផលិតផលវៀតណាមយកមកលក់បន្តលើទីផ្សារកម្ពុជាវិញសូមអញ្ជើញមកទំនាក់ទំនងផ្ទាល់នៅមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាលរៀងរាល់ម៉ោងធ្វើការឬសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ095 785 888ថ្ងៃច័ន្ទ11កើតខែស្រាប់ឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ខេត្តកណ្ដាលថ្ងៃទី24ខែសីហាឆ្នាំ2026ប្រថាប់ត្រាមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល